សូមជូនរឿងបុរសជួយសង្គ្រោះសត្វខ្លាមានថ្ងៃមួយបុរសឈ្មោះសុខធ្វើដំណើរទៅក្នុងព្រៃលុះទៅដល់ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចៅសុខពិនិត្យមើលហេតុសត្វគ្រប់ទៅឃើញថាខ្លានេះស្លាប់ដោយពស់ចឹកព្រោះនៅខាងក្រោយខ្លាមានរន្ធពស់មួយបុរសនោះមានចិត្តសប្បុរសដល់សាកសពសត្វនោះណាស់ក៏ស្រាយថង់យាមយកថ្នាំលាបឲ្យសត្វនោះបើទោះជាដឹងថាវាស្លាប់ហើយក៏ដោយលុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនវាប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យហើយស្ដីឲ្យថាហេតុដូចម្តេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបុរសនោះឆ្លើយថាយើងដើរមកបានឃើញបងឯងស្លាប់ដោយពស់ចឹកហើយយើងក៏ដុសថ្នាំប្រឡាក់លាបឲ្យបងរស់ទេតើខ្លាថាអញមានស្លាប់អីពស់មានចឹកអញពីកាលណាអញកំពុងដេកលក់ស្រួលទេតើបើដូច្នេះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារចៅសុកមានសេចក្តីតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថាបងអើយអាណិតយើងផងបងកុំអាលពិឃាតយើងក្នុងគ្រានេះអីចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យបើរកទៅថាឃើញយើងខុសសំបងប្រហារជីវិតយើងបើយើងត្រូវទុកជីវិតយើងខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកវិលមកវិញប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថាបងទាំងពីរអាណិតជួយយកអាយុយើងផងព្រោះខ្លាដែលពស់ចឹកបានរស់ឡើងដោយយើងដាក់ថ្នាំឲ្យតែវាប្រាថ្នាប្រហារជីវិតយើងថាយើងធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់តាមពិតទៅត្រូវទៅកាត់សេចក្តីឲ្យបុរសនោះឈ្នះខ្លាប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅមុខជាខ្លាគុំគួននឹងអញស៊ីអញជាអាហារពុំលែងក៏ប្រាប់ចៅសុកថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុកក៏រឹតតែភ័យខ្លាំងឡើងក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅទៀតលុះប្រទះនឹងសុភាទន្សាយចៅសុកក៏ប្តឹងតាមដំណើរសុភាទន្សាយដឹងរឿងសពគ្រប់ក៏ប្រាប់ទៅចៅសុកថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅសឹមយើងទៅជួយគ្រាដែលបុរសនោះកំពុងជជែកនឹងខ្លាសុភាទន្សាយទៅដល់ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នារឿងអ្វីខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររៀងខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅដេកត្រង់កន្លែងដដែលឲ្យយូរដូចមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសឹមបងឯងមកពិឃាតមនុស្សនេះធ្វើជាអាហារចុះខ្លាទៅដេកតាមបង្គាប់ពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់ទៅសុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថាបងឯងកុំលាបថ្នាំឲ្យវារស់ទៀតប្រាប់ហើយក៏លាចៅសុកទៅលំនៅឋានរៀងខ្លួនរឿងនេះមានសេចក្តីអប់រំថាធ្វើគុណបានទៅដោយទោស